មកផ្ទះយើងវិញណាកូន កូនអើយ កូនឃ្លាតឆ្ងាយស្រុក ឆ្ងាយស្រែ ឆ្ងាយពុក ឆ្ងាយម៉ែ ឆ្ងាយផ្ទះសំបែងតនៅកណ្ដោយកណ្ដែងឯកាម្នាក់ឯង កូនប្រកាសជាពិបាកហើយមើលទៅព្រោះតែដើម្បីអនាគតមានជីវិតឧត្តមឧត្តមទើបកូនត្រូវតែតស៊ូបើកូនស៊ូទៅមុខមិនរួចទេកូនមកផ្ទះយើងវិញមកណាកូនពុកម៉ែនៅរងចាំទទួលកូនគ្រប់ពេលកូនហត់ហើយកូនសម្រាប់ខ្លះទៅគុំខំប្រឹងពេកអីត្រូវតែថែសុខភាពខ្លួនឯងផងកូនត្រូវញ៉ាំឲ្យបានគ្រប់គ្រាន់ចូលគេងឲ្យបានទៀងទាត់គុំគិតច្រើនពុកម៉ែនៅឯស្រុកមិនអីទេកូនកុំបារម្ភអីមើលថែខ្លួនឯងឲ្យតែល្អទៅបានហើយណាកូនពេលកូនឈឺកូនត្រូវរកថ្នាំលេបពេលកូនមានបញ្ហាអ្វីក៏ដោយកូនត្រូវរកអ្នកណាមួយឲ្យជួយដោះស្រាយបើកូនមិនមានអារម្មណ៍ថាខ្លួនឯងកំសត់ឯកាឬក៏មានសម្ពាធក្នុងការសិក្សាឬការងារកូនមកសម្រាប់នៅផ្ទះយើងមកម៉ែនឹងមើលថែកូនផ្ទះរបស់យើងចាំស្វាគមន៍កូនជានិច្ចកូនកុំភ្លេចណាថាកូនមានផ្ទះមានគ្រួសារមានពុកមានម៉ែចាំផ្ដល់កម្លាំងចិត្តឲ្យកូនគ្រប់ពេលរឹងមាំណាកូនម៉ែបារម្ភពីកូនកន្លែងដែលកូនរស់នៅមិនល្អធ្វើឲ្យកូនពិបាករស់នៅមិនសុខស្រួលមនុស្សជុំវិញខ្លួនសិតតែជាមនុស្សអាក្រក់ធ្វើបាបកូនមនុស្សដែលកូនស្រឡាញ់ក្បត់ចិត្តកូនឬក៏កន្លែងការងារមានបញ្ហាធ្វើឲ្យកូនកើតរោគ stress ក្នុងចិត្តពិបាកធ្វើការសូមកូនមកផ្ទះសូមកូនមកផ្ទះយើងវិញមកណាព្រោះផ្ទះយើងជាកន្លែងដ៏កក់ក្ដៅបំផុតសម្រាប់កូនផ្ទះតូចក្ដីធំក្ដីទាបក្ដីពុះក្ដីផ្ទះថ្មក្ដីផ្ទះឈើក្ដីឬផ្ទះបាំងស្លឹកក្ដីក៏នៅតែជាកន្លែងកក់ក្ដៅសម្រាប់កូនព្រោះផ្ទះយើងមានពុកមានម៉ែចាំថែទាំកូន